បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើការបង្ហាញបងប្អូនពីផ្លូវ50ម៉ែត្រម្ដងធ្លាប់តែលើផ្លូវ60ម៉ែត្រហើយផ្លូវ50ម៉ែត្រនេះភាគច្រើនឬក៏អ្នកដែលមកខាងត្បូងក្រុងប្រហែលជាស្គាល់ដែរផ្លូវ50ម៉ែត្រនេះគឺផ្លូវកាត់ទៅតឹងជាមួយនឹងផ្លូវ60ម៉ែត្រហើយនេះខ្ញុំមកពីខាងតាខ្មៅទេបើអ្នកមកពីក្បាលថ្នល់ឃើញ showroom BYD នេះហើយអ្នកមកពីក្បាលថ្នល់ណាផ្លូវ60ម៉ែត្រពីខាងក្បាលថ្នល់ឃើញ showroom BYD ហ្នឹងបបត់ឆ្វេងយើងទៅខាងតាខ្មៅទៅខាងព្រែកសំរោងស្ពានឆ្លងទន្លេបបត់ស្ដាំអាហ្នឹងគឺផ្លូវ50ម៉ែត្រហ្នឹងហើយផ្លូវ50ម៉ែត្រហ្នឹងមានបរិយាមានអីច្រើនបរិយាតាមខាងហ្នឹងមានបរិយាពេញរត់ទៅក៏ដូចជាបរិយាពេញដែរគឺស្គាល់ទៅលើហើយបរិយាពេញរត់50ម៉ែត្រហ្នឹងនៅហ្នឹងហើយខ្ញុំអត់បានចូលឲ្យបងប្អូនមើលទេគាត់ទៅថតមកខាងពីខាងក្រៅផ្លូវនេះពីមុនគឺស្ងាត់ទេមិនមានយូរអត់ទេតែពេលដែលខាងបរិយាពេញរត់គេសាងសង់ឲ្យទៅក៏ចាប់ដើមមានអ៊ូអបតិចហើយផ្លូវនេះពីមុនតែយើងមិនមានទេមិនសូវមានពណ៌ហើយយើងផ្លូវផុតទៀតទៅយើងឃើញគំនរសម្រាប់នេះគឺពីមុនក៏ជាគំនរសម្រាប់នេះគឺបរិយាទៅហត់មកជាគឺធំមែនទែនបើមានឱកាសខ្ញុំជិះចូលហត់ជួយបងច្រើនមែនទែននៅក្នុងប្រទេសប៉ុន្តែបើមើលសកម្មភាពសេដ្ឋកិច្ចនេះគឺមិនសូវមានអីនេះដែរទេผมនៅខាងស្នាមដៃនេះគឺម្ដងគេលោកដើមឈើបងប្អូនទាំងអស់គ្នាគឺលោកដើមឈើធំមួយទៀតគឺការគំនិតដើមនេះទៅដើមរុក្ខជាតិមានសញ្ញាតែគុំពេលរបស់ទៅមួយទៀតជាប់នឹងវាក៏បងអីពីទៅគឺចាក់សាំពីគឺគឺអត់សូវមានចូលទៅតាមពីយើងសុខមានជាមួយខាងប្រទេសថៃមកមានតាមតែដឹងគឺគាត់អ្នកដែលបើកគឺបើទៅបើកមិនទាន់បានស្រួលបួលផងហើយមានរៀននេះធ្វើឲ្យគ្រប់ត្រង់ហ្នឹងចាស់គាត់ថាបានដែរទៅតាមផ្លូវនេះឥឡូវគឺស្ងាត់ទេទីនេះម្ដុំនេះគឺមានបរិយាថ្មីទៅទៀតគឺក៏ស្អាតវាកុំទៅតែកម្មភាពជាអាជីវកម្មលក់ដូរអីគឺមិនតមានបន្តមកក្នុងខ្លួនវា
với lại cái môi thì mình còn luyện đấu tại vì công việc còn nên cái vừa chịu cảm có chịu cảm ấy đặt lời lời không đi cái lỗ tới đi cái lỗ kia thay sang sớm và mình chỉnh và sẽ được kết lỗ và sao cái này có trong cái này được tự nhiên bởi nhìn thấy thì lại có tự nhiên lại được chẳng ở đây ở đây rồi cứ cho người ta cảm thấy là anh sẽ phải chỉ cả đời mấy người vậyแต่ก็ตอนมีการลุกโดหรือก็ประกอบอาชีพการเชิญที่เจ้าหรือมันก็ดักชัวหรือก็คำนวณสำรามvậy đó thì tôi trang không phải những việc đặt nhưng mà chạm này hàng chạm này hàng những chân khổ hay đó hai bờ play này chúng ta mau bị giật cả đâu play nàyคือmau bị cả đâu còn mà đó nó còn tới trốngគឺទៅដល់វងមូលគួស្រូវតែគាត់បាត់ឆ្វេងគឺ50ម៉ែត្រហ្នឹងស្ដាំនេះគឺ50ម៉ែត្រហ្នឹងហើយខ្ញុំនឹងទៅត្រង់ទៅបង្ហាញបងប្អូនពីកន្លែងគេចាក់សម្រាមចឹងបើតាមខ្ញុំស្មានមើលថាយើងតំបន់ហ្នឹងគឺមុនឆ្ងាយខ្លាំងពីទីក្រុងណាព្រោះបើមិនជាឆ្ងាយខ្លាំងគេមិនយកសម្រាមមកចាក់នៅហ្នឹងទេហើយសម្រាមហ្នឹងមានពីមុនដូចថាមានក្លិនអីសាយពីដែរតែគាត់មកគេមានវិធានការមិនគេមិនដឹងវាអត់សូវមានក្លិនរំខានអីទេគាត់តំបន់នេះសិតតែឃ្លាំងកែច្នៃផ្លាស្ទិកកែច្នៃអីចឹងណាមានកន្លែងទិញអាចារ្យទិញអីច្រើនធម្មតាទៅនៅចិត្តកន្លែងនេះខ្ញុំទៅតែមានកន្លែងកែច្នៃផ្លាស្ទិកកែច្នៃអីឃើញមានរោងមានអីខ្ញុំមើលឃើញគំនរពុះហ្នឹងគឺគំនរសម្រាមហើយគំនរសម្រាមនេះបើមែនតែទៅគឺខ្ពស់ដូចភ្នំចឹងគិតថាភ្នំផងបើយើងមើលពីចម្ងាយទៅហើយមានខ្ញុំស៊ូនេះគឺមានឡានសម្រាប់មាន excavator អីពីពលកាយហើយក៏មានខាងអ្នកប្រមូលអីវ៉ាន់ចាយអីដែរឃើញមានមនុស្សនៅកំពុងតែនៅនឹងដែរខ្ញុំស៊ូនេះវាឆ្ងាយណាស់បងប្អូនព្រោះខ្ញុំក៏មិនច្បាស់ថាផ្លូវគេមានផ្លូវទៅតាមណាអីតាមណាដែរពីច្រើនទីនេះគឺសុទ្ធតែរោងចក្រកែច្នៃណាកែច្នៃកែច្នៃសម្រាមឬកែច្នៃអីចឹងទៅ
នោះគឺភ្នំចឹងហើយធំមែនតើមិនដឹងថាទីទៀតទៅគេអាចយកចេញឬក៏មិនទេដល់ខ្ពស់តែម្ដងភ្នំនិយាយទៅមានភ្នំមួយអញ្ចឹងឃើញឡានបើកទៅលើតទៅទៀតដើម្បីបងប្អូនបានឃើញខ្ញុំក៏ជិះមកគៀកតែម្ដងតែខ្ញុំមកនេះមកខាងចុងដែរឃើញខ្ពស់ហើយវាច្រើនស្តាស្បោកផ្លាស្ទិកអីនេះទាំងគេទាំងយើងសតអ្នកចោលសម្រាប់ទាំងអស់គ្នានឹងហើយបើគ្មានការបំពងលើទីក្រុងយើងក៏មិនស្អាតដែរហើយទោះបីជាយ៉ាងណាក៏ដោយក៏យើងស្អប់រាមយើងចូលចិត្តតែមានតែនាំគ្នាកាត់បន្ថយទេដើម្បីកុំឲ្យវាមានសម្រាមនឹងកាន់ច្រើនអញ្ចឹងណាហើយជីត្រឡប់មកវិញក៏ឃើញមានបងប្អូនឃើញគាត់នៅជុំហ្នឹងមិនដឹងថាគាត់កំពុងតែរកការងារធ្វើឬក៏គាត់លក់ឬក៏ធ្វើអីទៅនោះក៏អត់បានសួរគាត់ដែរខ្ញុំក៏បានជីរួមហ្នឹងហើយអរគុណបងប្អូនដែលបានទស្សនាវីដេអូមួយនេះពីដើមដល់ចប់ហើយបងប្អូនអ្នកទស្សនាថ្មីមានតែជួយ Subscribe ឬក៏ Like វីដេអូនេះផងដើម្បីខ្ញុំនឹងផលិតវីដេអូថ្មីៗដែលទាក់ទងនឹងជីវភាពឬក៏ការរស់នៅក្នុងប្រទេសកម្ពុជាយើង